ក្រៅពីការកាងអំណាចឲ្យក្រុមហ៊ុនតើរដ្ឋមន្ត្រីក្រសួងរ៉ែនិងធម្មពលនៅសល់អ្វីទៀតដែលគួរធ្វើដើម្បីការពារពលរដ្ឋនិងបរិស្ថានករណីបំពុលនៅអូតបូកំពុងជិះឥទ្ធិពលដោយផ្ទាល់ទៅដល់ប្រមាណ200គ្រួសារនៅភូមិតបូហើយក្នុងរយៈពេលយូរវានឹងជិះឥទ្ធិពលទៅកាន់ទន្លេសេសាននិងទន្លេមេគង្គផងដែរកាសែតម៉ុងកូបេក៏បានយកទឹកដីនិងត្រីទៅធ្វើតេស្តនៅមន្ទីរពិសោធន៍ឯករាជ្យផងដែរលទ្ធផលបញ្ជាក់ថាត្រីដែលបានពីអូតបូកនិងទន្លេសេសានមានជាតិបារ៉ុតខ្ពស់ហួសកម្រិតរហូតទៅដល់ 40.5 មីលីក្រាមក្នុង1គីឡូក្រាមនិង 20.8 មីលីក្រាមក្នុង1គីឡូក្រាមខណៈក្រសួងអាហារនិងឱសថអាមេរិកណែនាំកម្រិតសុវត្ថិភាពក្នុងការបរិភោគត្រីត្រឹមតែ 0.46 មីលីក្រាមក្នុង1គីឡូក្រាមប៉ុណ្ណោះនិងណែនាំឲ្យជៀសវាងការបរិភោគត្រីដែលមានកម្រិតលើសនេះដូចគ្នានេះផងដែរគំរូដីដែលយកពីច្រាំងអូតបូកត្រូវបានរកឃើញថាមានសារធាតុបារ៉ុតរហូតដល់ 24.1 មីលីក្រាមក្នុង1គីឡូក្រាមលើសយ៉ាងខ្លាំងពីកម្រិតសុវត្ថិភាពស្តង់ដារ 7.1 មីលីក្រាមក្នុង1គីឡូក្រាមដែលទីភ្នាក់ងារការពារបរិស្ថានអាមេរិកកំណត់សម្រាប់តំបន់រស់នៅលើពីនេះទៅទៀតគំរូទឹកដែលបានពីអូតបូកនិងទន្លេសេសានក៏ត្រូវបានរកឃើញថាមានការបំពុលដោយសារធាតុអាសេនិករហូតដល់ 0.029 មីលីក្រាមក្នុង1លីត្រនិង 0.035 មីលីក្រាមក្នុង1លីត្រដែលជិត3ដងលើសកម្រិតសុវត្ថិភាព 0.01 មីលីក្រាមក្នុង1លីត្រដែលអង្គការសុខភាពពិភពលោកបានកំណត់យើងស្នើឲ្យរដ្ឋាភិបាលមានចំណាត់ការដូចខាងក្រោមទី1ត្រូវបង្ហាញការពិតអំពីសកម្មភាពជីកយករ៉ែមាសរបស់ក្រុមហ៊ុន Global Green នៅក្នុងឧទ្យានជាតិវីរៈជ័យនេះប្រសិនបើមិនពិតចុះនេះជាអ្វីចូលបកស្រាយទី2ត្រូវចាត់ចែងមន្ត្រីនិងអ្នកបច្ចេកទេសឯករាជ្យដើម្បីចុះទៅស្រាវជ្រាវករណីនេះជាបន្ទាន់ដើម្បីរកដំណោះស្រាយជូនពលរដ្ឋកំពុងរងគ្រោះចុះពុកម៉ែបងប្អូនមានមតិយោបល់និងសំណើអ្វីខ្លះចូលបញ្ចេញយោបល់ទាំងនោះនៅក្នុងប្រអប់ comment ទាំងអស់គ្នាសូមអរគុណ